នេះគឺជាវីដេអូកាលពីមួយឆ្នាំមុនដែលខ្ញុំបានទៅលេងតែនិយាយរបស់ខ្ញុំដោយសារតែខ្ញុំនៅគាត់ពេកខ្ញុំក៏សម្រេចចិត្តកាយវីដេអូនេះផុសសារថ្មីអូខេសួស្តីអ្នកគ្នាវិលត្រឡប់មកកាន់វីដេអូរបស់យើងអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវផ្លូវដែលទៅហ្នឹងឆ្លងកាត់វាមានឯករាជ្យភ្នំពេញរង្វង់មូលគួរស្រូវរង្វង់មូលខេត្តតាកែវដើម្បីទៅលេងអាទីហាម៉ែទេខ្ញុំទៅលេងនៅក្រោយហ្នឹងលេងថតនៅក្រោយថតម៉ែខ្ញុំទៅលេងហ្នឹងសុបាយអត់អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសម្រេចចិត្តថាខ្ញុំនឹងទៅលេងគាត់ដោយសារតែពេលនោះខ្ញុំចេញទៅល្ងាចពេកស្រាប់តែទៅដល់នោះល្ងិតឆឹងហើយខ្ញុំបានជិះកាត់ព្រៃមួយហើយព្រៃហ្នឹងគឺពិតជាល្ងិតខ្លាំងមែនតើអត់មានប្រជាពលរដ្ឋណាជិះកាត់អីមួយនេះល្ងិតឆឹងហ្មងហើយបើសិនជាទីឲ្យខ្ញុំបិទភ្លើងណាចាំមើលពេលខ្ញុំបិទភ្លើងណា Wow my god holy shit oh wow woo សូអ្នកគ្នាឥឡូវគឺយើងបែនមកបោះលើផ្លូវចូលផ្ទះម៉ែអាទីអើយប៉ុន្តែបើទោះបីជាណាខ្ញុំក៏បានមកដល់ផ្ទះដោយសុវត្ថិភាពទៅពេលណាមកពេលយកកង់តាំងទៅបងចេញមកម៉ោងមែនម៉ោង4ម៉ោង5អីស្អាតស្អាតឡើងเป็นร้อนเนี่ยเนี่ยโอ้ยตึงยามการอะไรนี่มันหนอกใจโซ่คันนี้เนี่ยปื้อเนี่ยงานนี่นะจุ๊นี่อมยมខ្ញុំទៅលេងនៅក្រោយហ្នឹងលេងថតនៅក្រោយថតខ្ញុំក៏បានទាញកង់ជិះដើរលេងនេះគឺជាភូមិដែលខ្ញុំធ្លាប់នៅកាលពីខ្ញុំនៅតូចចឹងណាដើមដងនេះនៅទាំងអស់ដូចពីមុនហ្នឹងគាត់អត់កាប់ចោលខ្ញុំឃើញអានេះសុបាយណាក្នុងភូមិហើយខ្ញុំនឹងគិតថាអ្នកនរគ្នាពេញចិត្តនៅវីដេអូមួយនេះម៉ែម៉ោង9ជាងហ្នឹងណាពេញញ៉ាំទៅសិនតែទូកង់ទៅសិនអីញ៉ាំអីមានអីលក់អត់នំនេះលក់មិនទេនំបែរយើងយកទៅដៃញ៉ាំពេញភូមិអូអ៊ំណាស់គាត់ចាស់ចាយគាត់នៅចាប់ដីបានទៀតចាស់នេះឡើងស្អាតឃើញចង់រស់នៅហ្មងភូមិខ្ញុំអាគ្នាឆ្លោយតែទីដែរបន្ទាប់ពីខ្ញុំដើរលេងអស់ចិត្តហើយខ្ញុំមកដល់ផ្ទះស្រាប់តែឃើញយាយកំពុងតែបេះបន្លែអញ្ចឹងអានេះគឺខ្ញុំនឹងធ្វើម្ហូបជូនគាត់ហូបឲ្យបានបើទោះបីជាគាត់អត់ឲ្យធ្វើក៏ដោយគឺថាយើងមិនធ្វើម្ហូបឆ្អិនអស់ហើយយាយភ្លោមើលឆ្ងាញ់អត់ឆ្ងាញ់អត់ជូរណៅអេចាប់លក់ជឿអត់ឲ្យដាក់កតាំង12ដាក់ហើយថែមតិចទៀតពេលវេលាដែលខ្ញុំទៅលេងគាត់ហ្នឹងណាក៏ចិត្តអស់ដែរដោយសារតែខ្ញុំត្រូវមករៀនហើយធ្វើការព្រោះវាក៏ជាកាតព្វកិច្ចមួយដែលខ្ញុំត្រូវបំពេញហើយពេលនោះមុនពេលដែលខ្ញុំចេញមកហ្នឹងណាមេក៏ចាប់ផ្ដើមភ្លៀងហើយខ្ញុំក៏បានឃើញអាម៉ាគាត់អង្គុយញ៉ាំអីម្នាក់ឯងនៅក្នុងផ្ទះហើយអ្វីដែលខ្ញុំគិតដល់នោះគឺថាឪពុកម្ដាយនៅពេលដែលគាត់ចាស់ទៅគឺគាត់អត់ចង់បានអីពីកូននេះក្រៅអំពីពេលវេលាគឺគាត់ចង់មានពេលវេលានៅជាមួយនឹងកូនញ៉ាំបាយជុំគ្នាដោយកាលពី20-30ឆ្នាំមុនថាតើយើងអាចធ្វើដើម្បីគាត់បានអត់បន្ទាប់មកមេឃភ្លៀងក៏រាំងខ្ញុំក៏បានលាអាទីហាម៉ែឡើងមកភ្នំពេញវិញលាទៅវិញណាទៅវិញបាទហុងមីសិននិយាយមីទៅហុងមីមែនមីទៅហុងវិញទៅវិញអើយទៅវិញអីខ្ញុំមកលេងយ៉ាងសុបាយអត់នៅពេលដែលខ្ញុំទៅលេងគាត់ខ្ញុំអត់មានផ្ញើគាត់ទេប៉ុន្តែមើលទៅពួកគាត់ទាំងពីរនាក់ហាក់បីដូចជាសុបាយចិត្តណានៅពេលដែលឃើញខ្ញុំទៅលេងគាត់